រុស្ស៊ីរងសម្ពាធធ្ងន់ផលិតកម្មចម្រាញ់ប្រេងរបស់រុស្ស៊ីធ្លាក់ដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងពេល21ឆ្នាំមកនេះក្រោយការវាយប្រហារពីអ៊ុយក្រែនកំពុងបង្កើតសម្ពាធលើវិស័យថាមពលរបស់រុស្ស៊ីក្រោយធ្វើការវាយប្រហារដោយដ្រូននិងមីស៊ីលជាបន្តបន្ទាប់ទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីទិន្នន័យថ្មីបង្ហាញថាផលិតកម្មចម្រាញ់ប្រេងរបស់រុស្ស៊ីបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង21ឆ្នាំមកនេះដែលបង្ខំឲ្យទីក្រុងម៉ូស្គូរឹតបន្តឹងការនាំចេញប្រេងឥន្ធនៈនិងធ្វើឲ្យទីផ្សារពិភពលោកកាន់តែតានតឹងហើយនេះបើយោងតាមសារព័ត៌មាន Bloomberg កាលពីថ្ងៃទី13ខែកក្កដាឆ្នាំ2026យោងតាមទិន្នន័យរបស់ EA Analytics ដែលដកស្រង់ដោយសារព័ត៌មាន Bloomberg បង្ហាញយ៉ាងច្បាស់ថារោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីបានចម្រាញ់ប្រេងឆៅជាមធ្យមត្រឹម 3.91 លានបារ៉ែលនៅក្នុងមួយថ្ងៃនៅដើមខែកក្កដាដែលជាកម្រិតទាបបំផុតចាប់តាំងពីខែមីនាឆ្នាំ2005បរិមាណនេះបានធ្លាក់ចុះជាង 1.4 លានបារ៉ែលក្នុងមួយថ្ងៃបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននោះសារព័ត៌មាន Bloombergបញ្ជាក់ថាក្នុងរយៈពេល100ថ្ងៃចុងក្រោយនេះអ៊ុយក្រែនបានវាយប្រហារប្រហែល50លើកទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ីដោយប៉ះពាល់យ៉ាងហោចណាស់24ក្នុងចំណោមរោងចក្រចម្រាញ់ប្រេងធំៗទាំង34របស់ប្រទេសការធ្លាក់ចុះនៃផលិតកម្មចម្រាញ់ប្រេងនេះបានបង្ខំឲ្យរុស្ស៊ីហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតភាគច្រើនរហូតដល់ចុងខែកក្កដាបន្ថែមលើការរឹតបន្តឹងការនាំចេញសាំងនិងប្រេងសម្រាប់យន្តហោះដែលបានអនុវត្តរួចមកហើយដោយសាររុស្ស៊ីជាប្រទេសផ្គត់ផ្គង់ប្រេងម៉ាស៊ូតដ៏សំខាន់មួយរបស់ពិភពលោកការកាត់បន្ថយការនាំចេញនេះបានជំរុញឲ្យតម្លៃប្រេងឥន្ធនៈឡើងដល់កម្រិតខ្ពស់បំផុតហើយក្នុងរយៈពេលជាច្រើនឆ្នាំនេះស្របពេលទីផ្សារពិភពលោកកំពុងប្រឈមបញ្ហាផ្គត់ផ្គង់ដោយសារតែភាពតានតឹងនៅប្រចាំពពីនេះរបាយការណ៍បានបង្ហាញថាការវាយប្រហាររបស់អ៊ុយក្រែនអាចធ្វើឲ្យសមត្ថភាពចម្រាញ់ប្រេងរបស់រុស្ស៊ីបាត់បង់ចន្លោះពី 20% ទៅ 40% ខណៈការខ្វះខាតប្រេងឥន្ធនៈកំពុងប៉ះពាល់ដល់ប្រជាជនរុស្ស៊ីប្រមាណ50លាននាក់ឬជាង 1/3 នៃប្រជាជនសរុប